នៅពេលដែលនិយាយដល់កីឡាបាល់ទាត់មនុស្សភាគច្រើនតែងតែនឹកឃើញដល់ការប្រកួតដ៏អស្ចារ្យរវាងក្រុមបុរសល្បីៗនៅអឺរ៉ុបឬការប្រកួតពានរង្វាន់ពិភពលោកទោះយ៉ាងណាបាល់ទាត់នារីដែលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោកបែរជាមិនទាន់ទទួលបានការគាំទ្រកម្រិតដូចគ្នានឹងបាល់ទាត់បុរសនៅឡើយសំណួរមួយដែលគេចោទសួរជាញឹកញាប់គឺហេតុអ្វីបានជាបាល់ទាត់នារីហាក់ដូចជាមិនសូវមានអ្នកគាំទ្រច្រើនដូចជាបាល់ទាត់បុរសអ្នកជំនាញកីឡាជាច្រើនយល់ថាមូលហេតុចម្បងមិនមែនដោយសារបាល់ទាត់នារីខ្វះគុណភាពឬភាពទាក់ទាញនោះទេប៉ុន្តែជាលទ្ធផលនៃកត្តាប្រវត្តិសាស្ត្រសង្គមសេដ្ឋកិច្ចនិងការវិនិយោគដែលមានភាពខុសគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយនៅក្នុងការបង្កើតប្រជាប្រិយភាពកីឡាអស់រយៈពេលជាច្រើនឆ្នាំស្ថានីយទូរទស្សន៍និងសារព័ត៌មានធំៗបានផ្ដោតស្ទើរតែទាំងស្រុងទៅលើបាល់ទាត់បុរសលទ្ធផលគឺអ្នកគាំទ្របានស្គាល់កីឡាករបុរសល្បីៗជាច្រើនខណៈដែលកីឡាការិនីឆ្នើមជាច្រើននៅតែមិនសូវបានត្រូវគេស្គាល់នៅពេលដែលអ្នកគាំទ្រមិនស្គាល់កីឡាករឬកីឡាការិនីពួកគេក៏ពិបាកបង្កើតការភ្ជាប់អារម្មណ៍និងការគាំទ្រផងដែរការវិនិយោគនៅតែមានគម្លាតបើប្រៀបធៀបជាមួយបាល់ទាត់បុរសបាល់ទាត់នារីទទួលបានការវិនិយោគតិចជាងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងការហ្វឹកហាត់ការផ្សព្វផ្សាយនិងការរៀបចំការប្រកួតការវិនិយោគទាបមានន័យថាក្លឹបមួយចំនួនមិនអាចផ្ដល់ប្រាក់ខែឬលក្ខខណ្ឌការងារល្អដល់កីឡាការិនីបានទេនេះធ្វើឲ្យកីឡាការិនីជាច្រើនត្រូវធ្វើការងារផ្សេងបន្ថែមដើម្បីទ្រទ្រង់ជីវភាពហើយមិនអាចផ្ដោតទាំងស្រុងតែទៅលើអាជីពបាល់ទាត់បានទស្សនៈសង្គមនៅតែជាឧបសគ្គនៅក្នុងសង្គមខ្លះៗមនុស្សមួយចំនួននៅតែមានទស្សនៈថាបាល់ទាត់គឺជាកីឡាបុរសទស្សនៈនេះបានជះឥទ្ធិពលដល់ការចូលរួមរបស់ក្មេងស្រីតាំងពីវ័យក្មេងនៅពេលដែលចំនួនអ្នកលេងមានតិចមូលដ្ឋានអ្នកគាំទ្រក៏តូចទៅតាមនោះដែរផ្ទុយទៅវិញប្រទេសដែលលើកទឹកចិត្តឲ្យក្មេងស្រីលេងកីឡាតាំងតែពីតូចមានដូចជាសហរដ្ឋអាមេរិកអេស្ប៉ាញនិងអង់គ្លេសកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការអភិវឌ្ឍបាល់ទាត់នារីគុណភាពប្រកួតកំពុងកើនឡើងទោះបីជាគម្លាតខ្លះក៏ដោយបាល់ទាត់នារីសម័យទំនើបកំពុងតែវិវត្តទៅមុខយ៉ាងលឿនល្បឿននៃការប្រកួតបច្ចេកទេសនិងការរៀបចំយុទ្ធសាស្ត្របានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការប្រកួតធំៗរបស់បាល់ទាត់នារីបច្ចុប្បន្នអាចទាក់ទាញអ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោកដែលបង្ហាញថាទីផ្សារបាល់ទាត់នារីកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សកម្ពុជាគួរធ្វើអ្វីសម្រាប់កម្ពុជាការអភិវឌ្ឍបាល់ទាត់នារីនៅតែស្ថិតក្នុងដំណាក់កាលកសាងមូលដ្ឋានដើម្បីបង្កើនប្រជាប្រិយភាពកម្ពុជាត្រូវការវិនិយោគលើការបណ្ដុះបណ្ដាលយុវជនការបង្កើតការប្រកួតប្រជែងជាប្រចាំនិងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយលើសពីនេះការបង្កើតវីរនារីក្នុងវិស័យបាល់ទាត់ជាតិក៏អាចជាកត្តាសំខាន់ក្នុងការទាក់ទាញយុវតីឲ្យចូលរួមនិងបង្កើនចំណាប់អារម្មណ៍របស់អ្នកគាំទ្រផងដែរសរុបជារួមការដែលបាល់ទាត់នារីមិនទាន់មានអ្នកគាំទ្រច្រើនដោយបាល់ទាត់បុរសមិនមែនដោយសារកង្វះគុណភាពនៃការប្រកួតនោះទេផ្ទុយទៅវិញវាគឺជាលទ្ធផលនៃការអភិវឌ្ឍដែលចាប់ផ្ដើមយឺតការវិនិយោគមិនស្មើគ្នានិងទស្សនៈសង្គមដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំទោះជាយ៉ាងណានិន្នាការបច្ចុប្បន្នបង្ហាញថាបាល់ទាត់នារីកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងហើយប្រសិនបើមានការគាំទ្របន្ថែមពីសហព័ន្ធក្លឹបប្រព័ន្ធផ្សព្វផ្សាយនិងអ្នកគាំទ្រវិស័យនេះអាចក្លាយជាកម្លាំងដ៏សំខាន់មួយនៃបាល់ទាត់ពិភពលោកក្នុងពេលអនាគត